ជំរាបសួរលោកគ្រូតាលោកយាយលោកគ្រូអ្នកគ្រូនិងមិត្តពធទាំងអស់គ្នាជាកិច្ចចាប់ផ្ដើមមុនការអានគម្ពីរពលឺមនោវិញ្ញាណធាតុខ្ញុំបាទសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យព្រះសម្មាសម្ពុទ្ធព្រះទេវៈទាំង8ព្រះអង្គព្រះគ្រូដាស៊ីរានរន្តាលោកគ្រូតាធម្មចា ព្រំកេសានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធាំសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃាំសរណង្កច្ឆាមិកម្មវិធីអានគម្ពីរពលឺមនោវិញ្ញាណធាតុភាគទី2ទំព័រទី1ដល់ទំព័រទី4ស្រាវជ្រាវនឹងរៀបរៀងចងក្រងដោយលោកគ្រូតាធម្មចា ព្រំកេសានិងលោកយាយនៅបុប្ផាផ្សព្វផ្សាយប្រធរដោយមជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មចា ព្រំកេសារូបមន្តសង្ខេបដើម្បីបានចេញផុតពីអន្លង់ទុក្ខចាំបាច់ត្រូវតែស្គាល់នៅ 1. រូបនិងនាមរូបដីទឹកភ្លើងខ្យល់នាមវេទនាសញ្ញាសង្ខារវិញ្ញាណ 2. រចនាសម្ព័ន្ធក្នុងរូបនាមគឺចិត្តចេតសិករូបនិព្វាន 3. ទីតាំងរបស់រូបនាមក្នុងភព3គឺកាមភពរូបភពអរូបភព 4. ផ្លូវដែលចេញទៅឆ្លងកាត់តាមមហាក្លោងទ្វារធំនៅក្នុងពោធិបក្ខយធម៌37ប្រការ 5. មធ្យោបាយចេញទៅដោយធ្វើទានសិលសមាធិចម្រើនឈានវិបស្សនាដើម្បីប្រមូលកម្លាំងពន្លឺមនោវិញ្ញាណធាតុទាំង18ដោយមានហេតុមានបច្ច័យដែលចិត្តបានគិតបញ្ជាបញ្ជូនបន្តដំណើរឲ្យចូលទៅដល់មគ្គ4ផល4និព្វាន1នៅទីបំផុតសូមសម្រួមកុសលចិត្តឲ្យបានជ្រះថ្លាចូលទៅក្នុងពន្លឺវិញ្ញាណទាំង4ប្រការជាបន្តការសម្គាល់ដឹងតក្នុងការបដិបត្តិកល្យាណមិត្តក្នុងធម៌ជាទីរាប់អានទាំងឡាយកាលបើកល្យាណមិត្តក្នុងធម៌ជាយោគីវិចរមានចេតនាផ្ដើមចូលរួមនៅក្នុងការបដិបត្តិដ៏មានជម្រៅខ្លឹមសារក្នុងព្រះពុទ្ធសាសនាដើម្បីបានដល់នៅលទ្ធផលសមស្របតាមពុទ្ធវាទនោះក៏បីមានបញ្ញាព្យាយាមស្រាវជ្រាវរកមើលឲ្យឃើញការពិតដែលយើងភ្លេចភ្លាំងកប់ទុកក្នុងនៅស្នាមគំនុះផ្សេងៗដែលបានបន្សល់ទុកឲ្យយើងដើរតាមជាគំរូដំបូងត្រូវស្គាល់ពាក្យ4គឺ 1. បរិយត្តិពុទ្ធដីកាបែបទ្រឹស្ដីដែលត្រូវតែរៀនឲ្យចាំឲ្យចេះឲ្យយល់យ៉ាងហោចណាស់ត្រូវចេះគោធម៌ជាចាំបាច់ 2. បដិបត្តិត្រូវព្យាយាមធ្វើឲ្យកើតជាលទ្ធផលក្នុងកុសល 3. បដិវេធៈជាលទ្ធផលបានសម្រេចក្នុងលោកយឈានលោកតរឈានដូចជាចុងភៅដែលស្លឲ្យចេញជាសម្លឆ្ងាញ់ពិត 4. បរមត្តជាសច្ចធម៌មិនប្រែប្រួលដែលព្រះអរិយបុគ្គលអាចលះបានមិនជប់ជំពាក់ឯពុទ្ធជនមិនអាចលះបានឡើយប៉ុន្តែត្រូវព្យាយាមយល់ឲ្យច្បាស់ហើយធ្វើតាមពុទ្ធវាទតាមលំដាប់លំដោយមិនរំលើងមិនបញ្ច្រាស់តមកត្រូវដឹងនៅគន្លឹះពិសេសនៅខាងក្រោយលេខ 1 ព្រះសម្មាសម្ពុទ្ធមានមួយព្រះអង្គក្នុងមួយចក្រវាលព្រះអរហន្តទូទៅមានចិត្តតែមួយព្រហ្មឥតរូបមានចិត្តតែមួយលេខ 3 ភពមាន3ដែលនៅជាប់ជំពាក់ខណៈចិត្តតូចមាន3ឧបាតៈថេតិភង្គៈលេខ 5 ខណ្ឌ 5 និវរណធម៌ 5លេខ 6 វិញ្ញាណ 6 អភិញ្ញា 6លេខ 7 ឈ្មោះថ្ងៃមាន7ជាវេនៈចិត្តស្ទុះទៅមាន7ខណៈផែនដីក្នុងចក្រវាលដែលវិលជុំវិញព្រះអាទិត្យមាន7ស្លាប់បាន7ថ្ងៃទើបដឹងថាខ្លួនស្លាប់ក្រោយពីបដិបត្តិធម៌7ថ្ងៃទើបបានលទ្ធផលដូចជាព្រះពោធិសត្វបានសម្រេចឈានទី1ក្នុងប្រជញ្ញ7ថ្ងៃ
ការដាប្រតិសិនមាន7ជុំទេវតារក្សាមនុស្សមាន7អង្គក្នុងមួយអង្គមួយឆ្នាំក្រោយពីបដិបត្តិអបដិសន្ធិ7ថ្ងៃ5ដងជាគម្រប់35ថ្ងៃទើបកំណត់ជាជីវិតបានកាត់ឡើងមានខណ្ឌ5ហើយលេខ8មគ្គ4ផល4វិជា8ប្រការរបស់ព្រះអរហន្តលេខ9សមាបត្តិ9រូបឈាន4អរូបឈាន4និរោធ1លេខ10ព្រះនាមរបស់ព្រះសម្មាសម្ពុទ្ធមាន10បារមីធម៌មាន10ទាំង10ទិសជុំវិញព្រះអាទិត្យដែលអ្នកមានឈានចិត្តបានស្គាល់ច្បាស់លេខ12ធម៌ជាបច្ច័យដល់គ្នាតមាន12គឺបដិច្ចសមុទ្បាទ12ធាតុក្នុងចក្រវាលមាន12អាយតនៈមាន12ក្នុងមួយថ្ងៃមាន12ម៉ោងក្នុងមួយឆ្នាំមាន12ខែលេខ18វិញ្ញាណធាតុមាន18ជាសភាវៈដឹងអាចស្ទុះទៅអន្ទូលទៅដោយមានហេតុមានបច្ច័យដែលឈានចិត្តបានគិតបញ្ជូនចេញទៅគូកត់សម្គាល់ទៀតថាព្រះសម្មាសម្ពុទ្ធទាំងឡាយទ្រង់សុទ្ធតែបានប្រសូតឡើងនៅលើផ្ចិតផែនដីនៃមជ្ឈិមប្រទេសទ្រង់ត្រាស់ដឹងនិងទ្រង់បរិនិព្វាននៅក្នុងប្រទេសឥណ្ឌារីឯព្រះសារីរិកធាតុក៏បានផ្សព្វផ្សាយទៅពាសពេញប្រទេសទាំងឡាយនៅអាស៊ីតាមរយៈជនជាតិឥណ្ឌានិងពពួកពុទ្ធសាសនិកទាំងឡាយ